រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុង597គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនបង់ប្រាក់នៅថ្ងៃចូលឆ្នាំដោយអនុវត្តតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន597គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតនិងពីស្រុកកំណើតមកភ្នំពេញវិញដោយមិនបង់ប្រាក់រយៈពេល6ថ្ងៃចាប់ពីថ្ងៃទី12ដល់ថ្ងៃទី17ខែមេសាឆ្នាំ2025ទាំងនេះដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនគ្រួសារនិងទៅលេងកម្សាន្តសង្ក្រាន្តចូលឆ្នាំថ្មីនៅតាមបណ្ដាខេត្តនានាក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ដោយក្នុងនោះរួមមានទី1សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញប្រើប្រាស់រថយន្តក្រុងចំនួន100គ្រឿងសម្រាប់បម្រើដល់ប្រតិបត្តិការដំរាយខ្សែរថជាប្រក្រតីក្នុងរាជធានីភ្នំពេញទី2សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនិងពីបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តក្រុងចំនួន492គ្រឿងព្រមទាំងរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅចេញដំណើរផងដែរដែលមានគោលដៅទីតាំងនិងពេលវេលាចេញដំណើរដែលមានរៀបចំ